សួស្តីលោកគ្រូនេះជាវីដេអូ demo ទាក់ទងទៅនឹងការ install Ubuntu Linux server Ubuntu server អញ្ចឹងមុននឹងការតម្លើងអញ្ចឹងយើងអាចតម្លើងវាបាននៅលើ VirtualBox ឬក៏នៅលើ VMware ផ្ទាល់ក៏បានដែរអញ្ចឹងមុននឹងតម្លើងវាយើងត្រូវការមើល requirement តើOS មួយហ្នឹងវាត្រូវការ requirement នៃខ្លះព្រោះវាប្រើប្រាស់នៅ command ជា Ubuntu server ហ្នឹងគឺ live server ហ្នឹងគឺប្រើប្រាស់នៅ command អញ្ចឹងវាអត់សូវការទាមទារនៅ graphic ខ្លាំងឬក៏ space ធំនោះទេអញ្ចឹង processor វាត្រូវការតែនេះគឺ maximum គឺ minimum មានន័យថា minimum request គឺ request តូចហើយ mesh តូចຂະຫນາດតូចនេះគឺគេ recommend ឲ្យយើងអញ្ចឹងយើងអាចយកអានេះក៏បានដែរនេះ recommend requirement អញ្ចឹងយើង processor 2 GHz ហើយ RAM 2G disk space គឺ24 GB ចំណែក SSD គឺ64 bit អញ្ចឹងយើងត្រូវតែមាន file នេះយើងមាន ISO file ដើម្បីធ្វើការ install នៅ Ubuntu server បានអញ្ចឹងយើងចូលទៅកាន់ VirtualBox ទាំងអស់គ្នានេះគឺជា VirtualBox ដែលធ្លាប់បានបង្កើតពីមុនម្ដងហើយអត់ទៅមក record video អញ្ចឹងយើងត្រូវការ record មួយសារទៀតអញ្ចឹងយើងចូលមកកាន់ new create ហើយកន្លែងនេះគឺជាឈ្មោះមានន័យថាជាឈ្មោះ host name បើសិនជាហ្នឹងហើយឈ្មោះ host name អញ្ចឹងកន្លែងនេះយើងដាក់មកថា Ubuntu តើ folder ដែលយើងចង់ដាក់ OS នោះនៅត្រង់ចំណុចណាអញ្ចឹងយើងអាចមកដាក់វានៅក្នុង drive D មក drive E stick this semester 2ត្រង់កន្លែង Linux ហើយ Azure Down នេះហើយបន្ទាប់ទៀតគឺយើងធ្វើការ select នៅ ISO file image ដែលយើងមាន OS វាហើយនេះយើងធ្លាប់ធ្វើពីមុនមកគឺវាទៅនៅក្នុង recently use ឲ្យយើងកន្លែងនេះចុច next អញ្ចឹងមកដល់កន្លែងនេះយើងអាចធ្វើការដាក់ username ហើយជាមួយនឹងការធ្វើការ password អញ្ចឹងយើងដាក់មកថា John Smith username John J.O. ហើយ password គឺយើងដាក់អូខេចឹង password នេះគឺអូខេលំ5អូខេឥឡូវនេះយើងចង់ធ្វើការ rename សារតិចមកដែរហើយយើងចុច next ទៀតមកកន្លែងនេះគឺ base memory អញ្ចឹងយើងអាចយកត្រឹម processor គឺ1ក៏បានដែរ processor អញ្ចឹងយើងយកគេ recommend មកហើយនេះយើងអាចនឹងវាដូចទៅនឹង requirement គេហើយគឺ 25G ចុច next នេះគឺ summary តកតងទៅនឹងអ្វីដែលយើងបានជ្រើសរើសបានមិញយើង finish មកអញ្ចឹងយើងអាច adjust វាបានថែមទៀតដោយអាចចូលនៅ setting យើងអាច adjust នៅ display វាអូខេយើងចង់ឡងបើក open មកហើយយើងការ show វាមកនេះអូខេយើងចូលទៅ setting ដើម្បីមើលសិនយើង close វាសិនយើងធ្វើការ close វាសិនចាំយើងបើកនៅពេលក្រោយទៀតអូខេនេះជាម៉ាស៊ីនដែលយើងបានបង្កើតមិញ server ជុំបន្ទុកហ្នឹងអញ្ចឹងយើងអាចចូលមក setting ដើម្បីធ្វើការ adjust បន្ថែមទៀតបានត្រង់កន្លែងនេះយើងដក floppy ចេញទៅយើងអត់ប្រើ floppy ទេហើយអូ
ចឹងយើងអាចធ្វើការ adjust បាននៅត្រង់កន្លែង setting នេះយើងអាចបន្ថែមនៅ RAM ឬក៏បន្ថែមនៅអីផ្សេងទៀតបានតាមរយៈតម្រូវការរបស់យើងបានដាក់វាចូលហើយនៅនេះអូខេចឹងយើងធ្វើការ start វាមកនេះ interface របស់វាដែលវានឹង start មក ម្ដងនេះវាឲ្យយើងធ្វើការជ្រើសរើសនៅភាសាគឺយើងភាសាអង់គ្លេសមួយទៀតយើងអាច update វាក្នុងកំឡុងពេលដែលយើង install នឹងក៏បានឬក៏យើង continue ដោយមានការ update ក៏បានដែរអូខេកន្លែងនេះគឺឲ្យយើង select នៅ keyboard សម្រាប់ធ្វើការ detect layout នៅក្នុង click អញ្ចឹង layout យើងយកភាសាអង់គ្លេស variant យើងយកភាសាអង់គ្លេសដែរយើងដានមកអូខេនេះវា connect ទៅកាន់ internet របស់យើងយកដានទៀតមកដល់កន្លែងនេះគឺយើងជាប្រភេទជា proxy យើងទៅមុខទៀតបន្តទៀតមកដល់កន្លែងនេះយើងធ្វើការ select យើងចឹងយើងដានទៀតមកនេះវា summary យើងគឺយើងដានហើយយើង continue កន្លែងនេះយើងវាឲ្យយើងធ្វើការដាក់ឈ្មោះនៅជំនុំទូ server របស់យើងដាក់ឈ្មោះJohn Candy server name Candy J or pick username server name server name web server web server កន្លែង pick a username នេះយើងអាចដាក់ថា Candy JO ហើយយើងធ្វើការដាក់ the password done install open as a server យើងដល់ទៀតមកនេះវាដំណើរការ install នៅ system វិញយើងនឹងធ្វើការស្កប់តិចព្រោះវា take time ដែរកន្លែងនេះអញ្ចឹងមកដល់កន្លែងនេះវាធ្វើការ install complete ហើយអញ្ចឹងយើងអាច cancel update ហើយយើង reboot វាយកម្ដងកន្លែង reboot ហ្នឹងក៏វារៀងយូរគួរសមដែរធ្វើការ stop ហ្នឹងនេះគឺជា interface មួយទៀតបន្ទាប់ពីយើងធ្វើការ reboot ហើយអញ្ចឹងវាឲ្យយើងធ្វើការ login អញ្ចឹងដំបូងគឺយើងប្រើប្រាស់នៅ username របស់យើងអូខេអញ្ចឹង login យើងប្រើប្រាស់នៅ username របស់យើងគឺ
gmo ហើយ password ពេលនេះគឺយើងអាចចូលចេញនៅក្នុងការ install នៅ Ubuntu server ហើយយើងមួយទៀត sudoជាងធ្វើការ update upgrade នៅ install pancake គឺយើងប្រើប្រាស់នៅ command គឺ sudo add upgrade ឬក៏ update យើង update មានថាយើង refresh នៅ pancake list យើងធ្វើការប្រើប្រាស់នៅ command មួយហ្នឹងដើម្បី refresh នៅ pancake list របស់យើងជាង sudo update ជាងយើងវាទាមទារឲ្យយើងធ្វើការinput នៅ password invalid operation អូខេជាងធ្វើការយើងខុស comment ហើយ up តែអញ្ចឹងវីដេអូនេះឈានដល់ទីបញ្ចប់អរគុណលោកគ្រូដែលបានមើលវីដេអូនេះក៏ដូចជាមនុស្សទាំងអស់ហើយទាក់ទងទៅនឹងការ install នៅ Ubuntu server ហ្នឹងគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងអរគុណសម្រាប់ការទស្សនាលោកគ្រូអូខេជាងថ្ងៃនេះយើងបកបន្តមេរៀនបន្តទៀតដែលយើងទៅ record វីដេអូ demo ទាក់ទងទៅនឹង comment មួយចំនួនដែលយើងបានរៀននៅក្នុងថ្នាក់ហើយ lab នោះគឺតម្រូវឲ្យយើងធ្វើការតម្រូវឲ្យសិស្សទាំងអស់ record វីដេអូសម្រាប់ម៉ោងរៀននេះអញ្ចឹងបន្ទាប់ពីយើងវីដេអូមុនយើងនិយាយទាក់ទងទៅនឹងការ install Ubuntu server នៅលើ VirtualBox អញ្ចឹងនៅពេលដែលយើង install ហើយយើងសិក្សា comment មួយចំនួនដែលយើងត្រូវការយល់ដឹងនៃការចាប់ផ្ដើមរៀន Linux គេអញ្ចឹង comment ដំបូងដែលយើងធ្វើនេះបាយគឺយើងធ្វើការ update នៅ Pancake version អញ្ចឹង comment ដែលយើងធ្វើការ update នៅ Pancake របស់ Ubuntu នោះគឺយើងប្រើប្រាស់ sudo add update ដើម្បីធ្វើការ update នៅ Pancake វិញវាអញ្ចឹងនៅពេលដែលយើងវាយ comment ហ្នឹងវាទាមទារឲ្យយើងវាយ password សម្រាប់ user យើងអូខេអញ្ចឹងវាកំពុងតែធ្វើការ update នៅ Pancake ហើយអញ្ចឹងហើយវាថា all the pancake របស់យើង up to date ហើយមានន័យថាយើងបាន update វារួចរាល់ហើយជំហានបន្តទៀតគឺយើងប្រើប្រាស់នៅ comment តាក់ទងទៅនឹង basic navigate គឺ basic navigate របស់យើងមាន w ហើយសំដៅគឺ p wd គឺវាបង្ហាញអំពីcurrent location របស់យើងកំពុងតែចូលនៅក្នុងទីតាំងណានៅ user ណានៅ directory មួយណាអញ្ចឹងយើងវាយទៅយើងនេះវាបង្ហាញថាយើងនៅ home ហើយ user របស់យើងគឺ candy gel ហ្នឹងឯង
ហើយយើងអាចធ្វើការបង្ហាញអំពីអ្វីដែលមាននៅក្នុង user របស់យើងបានតាមរយៈ comment our apps content ផ្សេងៗដែលមាននៅក្នុង user candy gel ហ្នឹងគឺមាន folder ចំនួន4មាន my folder as su10 su20 su23 ដើម្បី detail អំពីពីព្រោះថាយើងអាចមើលទៅនៅពេលដែលយើងមកប្រើប្រាស់ comment ls គឺវាបង្ហាញត្រឹមតែឈ្មោះ folder មកតែប៉ុណ្ណោះតែបើសិនជាយើងចង់ detail ថាតើវាមានទំហំប៉ុណ្ណាឬក៏ information ទាក់ទងទៅនឹង size របស់ directory ហ្នឹងយើងអាចប្រើប្រាស់ comment បន្ថែមទៀតគឺ ls -ls ហ្នឹងឯងគឺ ls -l ហ្នឹងឯងចឹងវាបង្ហាញអំពី information ក៏ដូចជា permission size ឬក៏ date ទាក់ទងទៅនឹងការបង្កើតនៅ directory មួយហ្នឹងយើងមានចំនួន folder ចំនួន4ហើយទំហំរបស់វាបើសិនជាយើងចង់ detail ជាងនឹងទៀតយើងមាន comment មួយទៀតគឺ ls-la បើសិនជាយើងនិយាយពាក្យពេចន៍នោះគឺវាថាជាវាជា list document readable file sizes ពេលដែលយើងវាយចឹងមកវាបង្ហាញអំពីទំហំ file ន័យថាវាគិតជាបើសិនជាតាមការផ្ទុករបស់ folder របស់យើងណាវាអាចមានជា gigabyte ជា megabyte អីជាដើមអញ្ចឹងទំហំ folder ទាំង4របស់យើងទំហំគឺវាស្មើគ្នាគឺ 4.0 kilobyte ហើយថ្ងៃបង្កើតក៏ថ្ងៃជាមួយគ្នាទៀតអាហ្នឹងវា detail ខ្លាំងជាងcomment ដែលយើងវាយមុនមកហ្នឹងគឺខាងលើនោះគឺ ls-l ទៀតអូខេអញ្ចឹងយើងអាចវាយមួយទៀតគឺ ls-a គឺបង្ហាញទាក់ទងទៅនឹង hidden folder ឬក៏ hidden file អូខេអញ្ចឹង hidden file មានអីខ្លះមានទាំងអស់ហ្នឹងដែលយើងបានឃើញលើ screen ហ្នឹងហើយ comment បន្តទៀតគឺទាក់ទងទៅនឹង CD យើងអាចមានទម្រង់ច្រើន CD អាចមាន CD ដើម្បី change directory CD go up ឬក៏ go down ឬក៏មួយទៀតគឺ CD ដើម្បីទៅកាន់ home ឬក៏ទៅកាន់ super user គឺ root តែម្ដងយើងចុច CD អញ្ចឹង ls មួយឲ្យ sorry ls អញ្ចឹងយើងចង់open នៅ directory មួយណាយើងប្រើ cd ហើយយើងវាយឈ្មោះនៅ folder ហ្នឹងមកក៏ប៉ុន្តែបើសិនជាយើងមានន័យថាយើងអាចវាយពាក្យខ្លះក៏បានហើយយើងប្រើ tab មួយដើម្បីឲ្យវាឲ្យ load ទៅកាន់ folder ហ្នឹងតែម្ដងវាឃើញនៅពេលដែលយើងវាយតែប៉ុណ្ណឹងហើយយើងប្រើចុច tab មួយមកគឺវា load ចូលទៅកាន់ឈ្មោះរបស់ folder ហ្នឹងតែម្ដងយើង cd មកអញ្ចឹងយើងកំពុងតែចូលនៅលើ folder my move app ហ្នឹងឯងអញ្ចឹងដើម្បីយើង go back one មួយវិញយើងមិនថាយើងទៅកាន់ user candy gr យើងវិញយើងអាចប្រើប្រាស់នៅ comment cd ហើយចុចពីរដងអញ្ចឹងយើងមកកាន់ user candy gr យើងវិញcomment បន្តទៀតឧទាហរណ៍ថាបើសិនជាយើងបើក file កាន់តែច្រើនCD ច្រើនទៅដល់ file ទៅដល់ subfolder ផ្សេងទៀតយើងអាចប្រើប្រាស់នៅ CD CD dash ជាក៏បានដែរ CD dash អញ្ចឹងវាគោទៅកាន់កន្លែងនឹងវិញគោទៅ home កន្លែងយើងបើកដំបូងវិញឬ remember នៅអ្វីដែលយើងបើកដំបូងវិញតទៅទៀតគឺយើងអាចធ្វើការ cd backslash ទៅកាន់ user root តែម្ដងនេះយើងមកកាន់ user root មកយើង
cd my folder cd home digital ls cd dot ls la. Ok, បន្ទាប់ពីយើងធ្វើការប្រើប្រាស់នៅ comment តាក់ទងទៅនឹង basic navigate រួចអស់យើងចូលមកកាន់ comment តាក់ទងទៅនឹង file operation វិញអូខេចឹងដើម្បីយើងធ្វើការបង្កើត folder ឬក៏បង្កើត file យើងអាចប្រើប្រាស់ comment ដូចជាឧទាហរណ៍ខ្ញុំចង់បង្កើតfile ឬក៏ sub folder នៅក្នុង Azure Doc ហ្នឹងតើយើងប្រើប្រាស់ command អ្វីគឺយើងប្រើប្រាស់ command mkd io ហើយឈ្មោះ folder ដែលយើងចង់បង្កើតគឺ Azure Doc my work ហើយយើងអត់ដែរមកគឺនេះឃើញ my work មកដូចទៀតបើសិនយើងចង់បង្កើត file យើងប្រើប្រាស់នៅ command touch ហើយឈ្មោះ file របស់យើងដូចជា cv.e.pdf មកគឺមកនេះ cv.pdf ខមមិនមួយចំនួនទៀតតាក់ទងទៅនឹងយើងអាចនៅពេលដែលយើងបង្កើត file ហើយយើងអាចទៅ save file ចូលទៅក្នុងទៅ save នៅ content ចូលទៅក្នុង file ហ្នឹងបានឧទាហរណ៍ថាយើងចង់ទៅ save content ផ្សេងចូលទៅក្នុង file hello1.txt អញ្ចឹងយើងអាចធ្វើប្រើប្រាស់ command echo បើកមកយើង I am starting learning for the first time ហើយបន្ទាប់មក file ដែលយើងចង់ write ចូលគឺចូលទៅក្នុង hello អញ្ចឹងយើងអាចធ្វើការ view វាតើយើង write ចូលអត់យើងប្រើប្រាស់ cat file củaយើងគឺ hello អូខេនេះវាមកនេះcomment បន្ទាប់ទៀតតាក់ទងទៅនឹងការ copy ក៏ដូចជាការ copy នៅ file copy នៅ folder ហើយនឹង remove ឧទាហរណ៍ថាយើងចង់ copy នៅ my database SQL ចូលទៅក្នុង folder my work អញ្ចឹងយើងអាចប្រើប្រាស់ command cp ហើយsource របស់យើងថាយើងចង់ copy គេគឺ my database ទៅកាន់ my work យើងអាច cd my work យើងគួរអត់យើងតែ cp សាថ្មី
CD Word ok chấm về màu này comment បន្តទៀតគឺយើងធ្វើការ copy folder តែម្ដងជាងយើងអាច copy folder ជាង go back នេះថា go up ទៅមួយវិញយើងចូលមកកាន់ folder SU10 វិញយើងធ្វើការ copy SU20 ទៅទៅក្នុងហ្នឹងមាន SU20 អញ្ចឹងយើង copy SU20 ចូលទៅក្នុង my work directory SU20 ហ្នឹងអញ្ចឹងយើងចូលមក cp -or SU20 my work cp SU20 my work cdអញ្ចឹង directory folder SU20 វាបានចូលមកក្នុង my work ហើយដោយការប្រើប្រាស់ command cp -on វិញហើយបន្ទាប់ទៀតយើងអាចធ្វើការ remove យើងអាចធ្វើការ move file នឹងទៅកាន់ទីតាំងមួយណាទៀតក៏បានដែរតាមអ្វីដែលយើងចង់ remove ឧទាហរណ៍ថាយើងចង់ cp យើង plus ជាយើងធ្វើការ remove file cv.pdf នឹងចូលមកកាន់ my work ដែរជាយើងចូលមកកាន់ folder SU10 នោះវិញប្រើប្រាស់ move cv.pdf កាន់ my work វិញ PDF my work មិនក៏វាថាត្រូវអូខេv cv pdf យើងអាច cd អញ្ចឹង cv ហ្នឹងវាបានមកចូលទៅក្នុង directory my work ហើយអញ្ចឹងយើងចូលទៅកាន់ SU10 វិញតើវាបាត់នៅបាន file cv.pdf នោះគេអញ្ចឹងវាបានបាត់ហើយវាចូលទៅក្នុង folder SU ចូលទៅក្នុង folder my work វិញអូខេអញ្ចឹងមានប៉ុណ្ណឹងទេក៏ពិតនៅមានច្រើនទៀតមួយចង់ធ្វើវីដេអូច្រើនសួស្តីលោកគ្រូនេះជាវីដេអូតពីវីដេអូមុនទៀតដែលជាការងារ lab ទី3ទាក់ទងទៅនឹងការ remote មានន័យថាយើងធ្វើការ open នៅ service មួយចំនួនរបស់ Linux system ដើម្បីឲ្យយើងធ្វើការ connect ទៅកាន់ឬក៏មកខាងក្រៅ remote ចូលមកប្រើប្រាស់បាន
យើងធ្វើការ login ចូលសិនមានដំបូងអូខេចឹងយើង login បានជោគជ័យហើយអញ្ចឹង comment ដែលយើងដំបូងគេបងប្អូនគឺក៏ពិត comment ជា comment ទូទៅឯគឺធ្វើការ update នៅ pancake list នៅលើ Linux system ឯងគឺ sudo ap update ហ្នឹងអូខេចឹងយើងpancake របស់យើងគឺ pancake របស់យើងគឺវាបាន up to date អស់ហើយcomment បន្ទាប់ទៀតគឺជា comment មួយដែលយើងធ្វើការ install open SSH server អញ្ចឹង comment នេះវាអនុញ្ញាតឲ្យយើងធ្វើការ remote SSH ដើម្បី connect ទៅកាន់ម៉ាស៊ីនរបស់យើងបានគឺ sudo install -y open SSH -server ចឹងcomment បន្តទៀតគឺវាធ្វើការenable នៅ SSH service ឲ្យវា start ពីឥឡូវទៅមានន័យថាយើងធ្វើការ enable SSH របស់យើងឲ្យវា start ពីឥឡូវទៅអញ្ចឹងវា start វានឹង start automatic នៅក្នុងការ boot ហ្នឹងsudo systemctl enable additionalអូខេអញ្ចឹងមានបញ្ហាកន្លែងណាក៏ពិតយើងធ្លាប់ធ្វើអានឹង comment ហ្នឹងយើងធ្លាប់ហើយពីបិសាអញ្ចឹងវាអាច override វាមានបញ្ហាទីយើងបិទបើកវាគឺ comment យើងខុសយើងចាក់ check មើលអូខេយើងធ្វើការវាយ comment ខុសគឺ sudo apt install -y open SSH server អូខេអញ្ចឹង comment នេះត្រឹមត្រូវបន្ទាប់មកយើងធ្វើការenable SSH ហ្នឹងពីឥឡូវទៅ systemctl enable -now SSH អូខេបន្ទាប់ comment ទៀតគឺធ្វើការ check status តើវា active ឬក៏វា running នៅគឺយើងប្រើប្រាស់នៅ comment គឺ sudo system stl status ssh ហ្នឹងstatus ssh អូខេអញ្ចឹង status វាបង្ហាញមកថាវាកំពុងដំណើរការអញ្ចឹងបន្ទាប់ពីstatus វាបង្ហាញថាដំណើរការយើងធ្វើការ comment មួយទៀតគឺដើម្បី open នៅ port ធម្មតា Linux គឺយើងប្រើប្រាស់ connector ហ្នឹងគឺតាមរយៈ port របស់វាគឺ port 22
chứ nhưng thưa ca allow nó port nè do ufw allow SSH ok chứ we allow ấy cứ reset dạ reset như này reset tao mà tiết dương check IP over cứ IP 0 internet P nữa ok chứ IP over cứ inet 192.168 ចុច1ចុច114ជាងធ្វើការបើកនៅ PowerShell ជាងយើងអាច PowerShell ក៏បានយើងបើកនៅ CMD ដើម្បី remote ចូលក៏បានយើងបើក CMD ចុះអូខេនេះជា CMD ម៉ាស៊ីនរបស់យើងអញ្ចឹងយើងធ្វើការ remote ចូល SSH username add អញ្ចឹង IP address គឺ 192.168.1.114ពេលចឹងទៅខាង password username របស់យើង password Linux របស់យើងអូខេអញ្ចឹងយើងបានជោគជ័យហើយនៅក្នុងការ remote ចូលទៅយើងអាច WPD យើងចូលនៅកន្លែងណាcommunity who am I យើងបង្ហាញពី user យើងអាចធ្វើការ list នៅអ្វីដែលយើងបានបង្កើតនៅក្នុង Linux ហើយយើង remote របស់កម្មសិនរបស់យើងតើវាមាន folder crystal folder ដូចគ្នាអត់ធម្មតានៅពេលដែលយើង remove យើងវា synchronize គ្នាអូខេអញ្ចឹងវាបានមកហើយសួស្តីលោកគ្រូនេះជាវីដេអូដែល lab សម្រាប់ធ្វើការជា assignment 4គឺតទៅទៅនឹង hardware monitor អញ្ចឹងនៅក្នុងហ្នឹងយើងបានធ្វើការremote យើងការ remote ចូល PowerShell ទៅកាន់Ubuntu ក្នុង VirtualBox បន្ទាប់យើងធ្វើការ start វាអញ្ចឹងយើងធ្វើការ login usernameយើងធ្វើការដើម្បីចូលនៅ IP dash a អញ្ចឹងនេះជា IP របស់ Ubuntu server របស់យើងតទៅទៀតយើងចូលមកកាន់ PowerShell ដើម្បីធ្វើការ access remote ឬក៏ធ្វើការ remote ចូលទៅក្នុងវានេះយើងប្រើប្រាស់យើងធ្វើការ remote តាមរយៈ SSH username ទៅមកយើង add ហើយយើងវាយនៅ IP 1.92 មកដល់កន្លែងនេះយើង yes មកតមកយើងវាយនៅ password របស់ username មួយហ្នឹងអូខេអញ្ចឹងបានចូលហើយយើងអាច check មើល
username របស់យើងបាន username របស់យើងជាង comment ដំបូងគឺតកតងទៅនឹង information របស់ CPU ជាង CPU information យើងអាចធ្វើបានតាមរយៈ list CPU អូខេជាងទាំងអស់នេះគឺជាព័ត៌មានតកតងទៅនឹង processor របស់យើង architecture គឺ64 8x 64 bit ហើយតកតងទៅនឹង model ជាទៅវាផ្ទាំងនេះគឺពេលដែលយើងវាយ comment នេះគឺវាសូមយើងព័ត៌មានតកតងទៅនឹង processor យើងទាំងអស់មក comment បន្ទាប់ទៀតគឺយើងអាច check មើល processor PID តាមរយៈ comment 8 top ពេលនេះគឺជា PID processor របស់ user root ទាំងអស់ហ្នឹងដើម្បីយើងធ្វើការ clear វាដើម្បីយើងអាចវា comment តទៀតយើងអាចចុច Ctrl C អូខេបន្តទៀតយើងអាចមើលតកតងទៅនឹង RAM តើវាទៅមុខប៉ុណ្ណាវា free ប៉ុណ្ណាអញ្ចឹងយើងអាចវាយ comment free -8 អូខេអញ្ចឹងវាតកតងទៅនឹងinformation របស់ RAM យើងគឺ free ចំនួន 2G ហើយ available គឺ1.6G បន្តមកទៀតគឺមើល storage យើងមើល storage របស់យើងគឺយើងវាយ comment ef -8 នេះគ្នានេះគឺជា user root របស់យើងមើលកន្លែងនេះយើងថានេះគឺជា folder user root របស់យើងsize វា 12G ហើយយើងប្រើប្រាស់អស់ 5G ហើយនឹង available គឺ 5.6G បន្តមកទៀតគឺ comment ដែលវានឹងបង្ហាញតកតងទៅនឹង structure របស់ partition របស់យើងអញ្ចឹងយើងវាយ ls b lk ហ្នឹងគឺវាបង្ហាញអំពី structure នៃ partition របស់យើងទាំងអស់នេះគឺជា structure របស់ partition គឺយើងមានច្រើនវានឹងបង្ហាញជា structure ច្រើនរបស់យើងប៉ុន្តែយើងអត់មាន structure ច្រើនមានតែប៉ុណ្្នឹងមួយទៀតគឺ comment ដើម្បី check នៅ IP អញ្ចឹងcomment នៃការ check IP គឺយើងអាចវាយថា IP ហើយ A អញ្ចឹងវាបង្ហាញអំពីIP នេះ IP គឺ 192.168.1.92 បន្តទៀតគឺយើងមើល running process អញ្ចឹងដើម្បីយើងមើល running process យើងអាចវាយ sp aox អញ្ចឹងនេះគឺទាំងអស់ហ្នឹងគឺជា running process របស់វាហើយនេះគឺជា processor ឬក៏ process ID ដែលយើងយកវាសម្រាប់ធ្វើការ kill ឬក៏ធ្វើការបញ្ចូលនៅក្នុងការ kill វាអញ្ចឹងទៅយើងសាកបើក A1 ទៅយើងចង់ធ្វើការ kill លេខ1យើងវាយពាក្យថា kill ហើយអត់ទេអ្នកនេះតែ kill ហើយយើង pass នៅ IPD នេះយើងចូលកន្លែងនេះមួយចុះយើងវាអត់ permit ដោយសារតែវាជា file system
Chứng dương chôm từ căn commentបន្ទាប់ទៀតទទងទៅនឹងcheck នៅAP គឺ PSA របស់យើង PSA គឺវាបង្ហាញអំពីជាងការប្រើប្រាស់ comment kill ហ្នឹងយើងប្រើប្រាស់ដើម្បីធ្វើការrefresh នៅការ error របស់យើងអញ្ចឹងឧទាហរណ៍ថាតើការ kill ហ្នឹងយើងអាចមានពីមួយទៀតគឺយើង kill ខំវា kill គឺយើងអាចធ្វើ kill dash 9 មានន័យថា forced kill ហើយមួយទៀតគឺ kill ធម្មតា kill តាមរយៈ IPD អញ្ចឹងយើងចង់ kill ហើយនេះមួយអញ្ចឹងយើង copy នៅ IPD ហើយយើងធ្វើការ comment kill មក dash 9ហើយយើងនៅចូលអញ្ចឹងកន្លែងនេះវាត្រូវការសិទ្ធិសិនវាអត់មាន permission អញ្ចឹងយើងអាចធ្វើការ kill វាបានទេអូខេអញ្ចឹងបន្តទៀតគឺយើងធ្វើការ shutdown អញ្ចឹងយើងអាចធ្វើការ shutdown នៅម៉ាស៊ីននេះមួយបានតាមរយៈការ remote comment នេះអញ្ចឹងយើងអាចវាយ comment ថា shutdown dash or now គេកន្លែងនេះវាថាយើងអត់មាន permission ទេអញ្ចឹងuser admin របស់យើងគឺយើងត្រូវតែប្រើ sudo មុនដំបូងគេអស់ដើម្បីធ្វើការ shutdown វាបានអញ្ចឹង shutdown dash or ហ្នឹងវា shutdown ឥឡូវហើយវា restart ឡើងមកវិញវា reboot មកវិញ shutdown dash or now ហើយធ្វើការទាមទារនៅ password របស់ user យើងអូខេអញ្ចឹងវាធ្វើការ shutdown ហើយ restart មកវិញអញ្ចឹងអានេះឡើងដាច់ connection គឺវាដាច់ហើយវាខ្លោចមិនមួយទៀតគឺយើងប្រើ sudo shutdown now តែយើងឲ្យវា shutdown close នៅ application ហ្នឹងហ្មងយើងអត់ចង់ឲ្យវា restart ទៅវិញទេអូខេយើងនៅ IP យើងទៅការ connection ថ្មី92.168.1.93 yes អូខេខ្ញុំបានចូលអញ្ចឹងយើងអាចបញ្ជាវាតាមរយៈ comment នេះដើម្បីshutdown វាតែម្ដងមិនឲ្យវា reboot ទេគឺយើងប្រើប្រាស់ comment sudo shutdown តែម្ដងយើងមិន dash on ទេ shutdown ហើយវាជា password អូខេអញ្ចឹងវា shutdown ហើយអញ្ចឹងវា restart វិញទេហើយបើ shutdown នេះយើងអាចកំណត់នៅពេលវេលាណាមួយជាក់លាក់ដើម្បីឲ្យវាធ្វើការ close នៅម៉ាស៊ីនហ្នឹងក៏បានដែរ
Từ đây được rồi. Như videoដែលយើង record ឡើងសម្រាប់ submit midterm របស់យើងហើយ topic នេះគឺ user management អញ្ចឹងនៅក្នុងការប្រើប្រាស់ user management ហ្នឹងវាមានច្រើនរបៀបអញ្ចឹងនៅក្នុងលក្ខខណ្ឌរបស់ midterm យើងគឺ requirement មានចំនួន9អញ្ចឹងទី1នោះគឺយើងបង្ហាញអំពី directory របស់ user ហ្នឹងឬក៏user តើយើងប្រើប្រាស់ user អីគេ comment នោះគឺ who am I គឺ user candy jr ចំណែកឯ comment pwd បង្ហាញអំពី directory user អញ្ចឹង user នៅ home នៅក្នុង directory home តាមទៀតយើងប្រើប្រាស់ comment គឺដើម្បីបង្កើតនៅ user ថ្មីគឺ sudo user add -m បង្កើតនៅ home directory -s គឺ default shell ហើយទៅនឹង bin /bin bash ហើយឈ្មោះ user របស់យើងគឺ lin user ហ្មងអញ្ចឹងយើង enter មកអូខេជាបន្តទៀតគឺយើង switch ទៅកាន់ user វិញហ្នឹង through lin user ទាមទារ password authentication file អញ្ចឹងយើងធ្វើការ reset password វា sudo passwd ឈ្មោះ user អូខេអញ្ចឹង password ថ្មីយើងអាចធ្វើការ switch ទៅកាន់ user នឹងបានហើយទីមកយើង clear មួយសិនមក
pwd home directory ទៅមិនទៀតគឺយើងបង្កើតនៅ folder ថ្មីមួយ su dot យើង list មើលនៅ folder ដែលយើងបង្កើតហ្នឹងបន្តមកទៀតយើងចេញពី user ហ្នឹងទៅកាន់ administrator វិញ យើងប្រើប្រាស់នៅ command មួយទៀតសម្រាប់ធ្វើការបង្ហាញនៅ user list របស់យើង etc \passwd នេះគឺជា user ដែលយើងបង្កើតហ្នឹងគឺ Linux user ហ្នឹងឯងនេះ user ដែលយើងបង្កើតថ្មីហ្នឹងសួស្តីលោកគ្រូនេះជាវីដេអូសម្រាប់ subject Linux យើងធ្វើវាគឺសម្រាប់ submit ទៅ midterm ទី 2 របស់យើងហើយប្រធានបទដែលយើងទៅធ្វើថ្ងៃនេះគឺតកតងទៅនឹងការគ្រប់គ្រងទៅលើក្រុម file permission ហើយ requirement ដែលយើងត្រូវធ្វើនោះមានចំនួន9អញ្ចឹងទី1នោះគឺយើងធ្វើការបង្កើតក្រុមចំនួន3អូខេអញ្ចឹងយើងចូលកាន់បង្កើតយើងប្រើប្រាស់ administrator សិតជា administrator គឺ sudo ក្រុម add ឬក៏យើងអាចធ្វើការ check មើល document តិចសិនក៏បានក្រុម add dash have ហើយនេះគឺជា option ផ្សេងដែលយើងអាចធ្វើការ explore បន្ថែមទៀតបានអូខេអញ្ចឹងយើងប្រើប្រាស់ sudo ក្រុម add ហើយយើងអាចធ្វើការដាក់ id តាមរយៈ dash g នេះគឺ id ក្រុមឬក៏យើងអាចឲ្យវា id auto ក៏បានដែរជាបើសិនជាយើង id auto វិញគឺយើងអាចធ្វើបានគឺគាត់ថាយើងដាក់ឈ្មោះក្រុមរបស់យើងមកឬក៏ទៅពេលយើងចង់កំណត់ខ្លួនឯងគឺយើង dash g យើងអាចដាក់បានគឺ1500ចុះហើយឈ្មោះក្រុមរបស់យើងជា requirement នោះគឺក្រុមdeveloper ហើយ UI ហើយនិង UO developer group យើងអាចធ្វើការ check មើលបាន cat /etc/group អូខេនេះគឺID របស់វាសម្រាប់ group developer ហើយ clear មួយសិនយើងធ្វើការបង្កើតថែមទៀតគឺ UI ដាក់មក1600ចុះ1600សម្រាប់ group UX UI 1700សម្រាប់ DO អូខេយើង verify យើងប្រើប្រាស់ cat /etc ហើយនឹង group អូខេអញ្ចឹងវាមកហើយនេះនៅការ clear មួយសិនជាបន្តទៀតយើងធ្វើការ delete ទៅលើ developer group យើងអាចធ្វើការ delete វាបានគឺយើងប្រើប្រាស់ user method ដែរគឺ sudo group delete group del ហើយឈ្មោះឬក៏យើងអាចធ្វើការអាន document សិនក៏បាន dash help មាន all directory ch root into
force delete group even if it is the primary group of a user. Okay, chúng ta sudo group del ហើយឈ្មោះ group ដែលយើងចង់ delete គឺ delete នៃ developer យើងអាចប្រើប្រាស់ tab ដើម្បីវា search ទៅលើឈ្មោះហ្នឹងអូខេអញ្ចឹងយើងអាចធ្វើការ verify ថាតើវាដាច់ឬនៅអូខេអញ្ចឹង developer បាន delete ហើយយើងធ្វើការ create វា back វិញដោយយើងដាក់លេខ ID វាដែរcat etc group អូខេអញ្ចឹងវាបានទៅវិញហើយចំណុចទី4យើងធ្វើ create file គឺ command touch ហើយយើងគឺ developer.txt file បន្ទាប់គឺ ui.txt ហើយនឹង txt process txt ហើយ file បន្ទាប់ទៀតគឺ div of underscore process.txt អូខេយើងធ្វើ list នោះទៅគឺវាបានហើយហើយបន្ទាប់មក list as long text យើងចង់ឲ្យវាទៅយកតែកន្លែង file txt ហើយធ្វើការចេះបាន txt អូខេនេះវា file txt ដែលយើងបានបង្កើតហ្នឹងហើយ permission របស់វា permission របស់វាអញ្ចឹងយើងធ្វើការ change permission ទៅកាន់755គឺread write execute អូខេអញ្ចឹងយើងធ្វើការ change វាក៏មិនសម្រាប់ធ្វើការ change permission គឺ chmod ចេញទៅកាន់755ហើយបន្ទាប់មក file ដែលយើងចង់ change គឺ file ដែលយើងបង្កើតថ្មីប្រភេទ extension គឺ txt នេះគឺ txt បន្តមកទៀតយើងអាច list វាមកបានអូខេអញ្ចឹងវាបាន change ហើយទៅកាន់755នេះគឺ read write execute read execute read execute អញ្ចឹង4 write នេះគឺស្មើ4 read គឺស្មើ4 write គឺស្មើ1 execute write គឺស្មើ2 execute គឺស្មើ1អញ្ចឹងវា755បន្តមកទៀតយើងធ្វើការកំណត់សិទ្ធិថាតើdeveloper ហើយនឹង UI អត់អាច access ទៅកាន់div របស់ file របស់ div បានទេគ្រប់ div បានទេ div off បានទេអញ្ចឹងយើងអាចធ្វើការ sudo chmod
developer ok mình chmodគឺsudoដូចជា chow and ok យើងដូរគ្រប់មកគឺគ្រប់ UX UI UI file ក្រុមមួយទៀតគឺ div of div ok តទៅទៀតយើងធ្វើការកំណត់នៅfile សម្រាប់div និង meta អាចឲ្យ developer ហើយនិង UI access ឬក៏ប្រើប្រាស់នៅ file របស់ div បានទេអញ្ចឹងយើងអាចធ្វើការ change នៅ permission គឺ ch 750អញ្ចឹង750វាបើសិនជាយើងគិតថា750មិញយើងអាច change វាទៅកាន់700 text file ដែលមាន extension txt ហ្នឹង change ទៅកាន់755អញ្ចឹង755គឺ owner គឺ read write execute group read ហើយនឹង execute ok group read execute ហើយ other គឺ read execute ដែរអញ្ចឹងបន្តមកទៀតយើងអាចធ្វើការ change វាគឺ other នេះអត់អាចធ្វើអីបានទេ read write គឺអត់កើតទេគឺ execute ក៏អត់កើតដែរគឺ owner read write execute group សម្រាប់ group ហ្នឹងគឺ read ហើយ read ហើយជាត្រឹម execute ហើយបន្តមកទៀត other គឺអត់អាចមានសិទ្ធិថ្មីបានទេយើងឈ្មោះ file div of txt process div of underscore process txt អូខេមកទៀតយើងអាចធ្វើការ list វាអូខេនេះ permission សម្រាប់ គឺយើងបាន change វាគឺយើងអាចធ្វើការតេស្តបាន show does developer user show does developer
យើងអាចប្រើ concatenate